បងប្អូនមានឆ្ងល់ទេថាធ្វើម៉េចដើម្បីឲ្យយើងមានទំនាក់ទំនងល្អជាមួយគ្រួសារឬក៏ជាមួយមនុស្សដែលយើងស្គាល់នៅក្នុងជីវិតរបស់យើងនេះគឺជាចម្លើយមួយនៅក្នុងដំណើរការស្វែងរកខ្លួនឯងនៅពេលដែលបងប្អូនស្គាល់ខ្លួនឯងកាន់តែច្រើនបងប្អូនដឹងពីតម្រូវការពីអារម្មណ៍ផ្លូវចិត្តការប្រតិកម្មអីរបស់យើងនៅពេលដែលយើងទំនាក់ទំនងមួយអ្នកដទៃពេលដែលយើងស្គាល់ខ្លួនឯងកាន់តែច្រើនទៅយើងនឹងអាចយល់ពីមនុស្សដទៃកាន់តែច្រើនដូចគ្នាពីព្រោះបើយើងអត់យល់ពីខ្លួនឯងយើងអាចយល់ពីគេបានទេដូច្នេះអានេះជាកត្តាមួយចាំបាច់នៅពេលដែលយើងយល់ពីខ្លួនឯងយើងនឹងមានសមត្ថភាពមួយដែលពាក្យចិត្តសាស្ត្រគេហៅ empathy ដែលអាចយល់ពីអ្នកដទៃអញ្ចឹងនៅពេលដែលយើងយល់ពីអ្នកដទៃយើងនឹងបង្កើននៅរបៀបដែលមានប្រសិទ្ធភាពក្នុងការទំនាក់ទំនងជាមួយអ្នកដទៃកាន់តែច្រើនតាមនឹងដែរអញ្ចឹងនៅពេលដែលយើងមានទំនាក់ទំនងល្អកាន់តែច្រើននៅក្នុងជីវិតវាជាផ្នែកមួយរួមចំណែកនៅក្នុងការបង្កើនគុណភាពជីវិតរបស់យើងបង្កើនសុខភាពផ្លូវចិត្តរបស់យើងបង្កើនសេចក្តីសុខសុភមង្គលនៅក្នុងជីវិតរបស់យើងតាមនឹងដែរ